nơi tí ní cứ kê là bảy cho mũi nâng chôm sắt ní mền tên là bảy tha ru chết ngang đôi sạch cố na chẳng sầm rạp nè để trong sầm rạp kilo ở trong nhâm sạch tràn lan kilo ấy nè ai bắt đầu mà nhâm chôm sắt ní ban hay nơi cái lạnh quạt cứ là bảy mền tên bốc mai ôn quạt lụ mau mà phơi chna mây hay nhâm mi súp sạch cố ấy thì dương mà nữ thò mà đa sầm bay từ nè bu ha có kê miên mi súp ru chết sạch cố nhâm đài sầm khá nó tắc súp bỏ quạt nó cứ ngang khlang mong mồi naខ្លះដែលធ្លាប់បានទៅញ៉ាំនៅទីតាំងមីប៊ូក្រោយវាំងមកកន្លែងនេះជួយ comment នៅខាងក្រោមវីដេអូ Pep Twister ផងព្រោះដោយសារតែនៅកន្លែងគាត់នេះមិនមែនទៅតែបើកលក់ថ្មីថ្មោងទេពុកម៉ែបងប្អូនបើតាមសាកសួរទៅគឺខ្ទង់20ឆ្នាំហើយអាចចាត់ទុកថាជាបទពិសោធន៍ស្នាដៃជើងចាស់មួយរូបដែរណាហើយខាងនេះគឺជាប្រភេទជើងផ្សិតរបស់គាត់ហ្នឹងគេមានឈ្មោះថាផ្សិតជាងសម្រាប់ជើងផ្សិតនេះគឺក្នុងមួយថ្ងៃគាត់ឆាបែបនេះខ្ទង់6ខ្ទះយកទៅគឺថាកន្លែងគាត់លក់ដាច់មែនតើហើយខ្ទះនេះមិនមែនតូចៗទេណាគឺថាខ្ទះឡើងធំតែម្ដងហើយតាក់ទងជាមួយនឹងប្រសេសនៃការជៀននេះគឺមិនងាយស្រួលទេពុកម៉ែបងប្អូនមិនជៀនត្រឹមតែ10នាទី15នាទីឆ្អិនទេគឺចាយពេលខ្ទង់1ម៉ោងជាងអញ្ចឹងបងគឺថាឈរឆាបែបនេះជាប់រហូតតែម្ដងបើសិនជាប្រហែសហ្នឹងគឺដឹងតែខ្លោចហើយចូលមកដល់ផ្នែកមីស៊ុបក៏ដូចជាបាយឆាខាងនេះវិញពុកម៉ែបងប្អូននិយាយទៅគឺថានៅកន្លែងគាត់មានច្រើនជម្រើសប៉ុន្តែល្បីជាងគេហ្នឹងគឺទៅលើជើងផ្សិតក៏ដូចជាមីស៊ុបរបស់គាត់ហ្នឹងសម្រាប់មីស៊ុបវិញក៏គាត់មានច្រើនជម្រើសតសៃដែរគាត់មានជាប្រភេទមីកញ្ចប់មីមូមីសប៉ែតកាទៀវមីសួរអីអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ញ៉ាំរសជាតិមួយណាតសៃមួយណាគឺអាចកំងទៅតាមនឹងបានប៉ុន្តែតម្លៃរបស់គាត់គឺសមរម្យមែនតើមួយចានដូចជាចាប់ពីខ្ទង់8000ឡើងទៅណាហើយគាត់ក៏មានជាប្រភេទមីឆាដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់រកជាប្រភេទអាហារបួសបែបនេះញ៉ាំគឺ Twister recommend មែនតើជាពិសេសសម្រាប់បងដែលចង់សម្រាប់គីឡូអីគឺត្រូវតែម្ដងព្រោះដោយសារតែគេមានប្រើជាមួយនឹងសាច់ទេគឺប្រើជាមួយនឹងជើងផ្សិតបែបនេះប៉ុន្តែរសជាតិរបស់គេគឺឆ្ងាញ់មែនតើពុកម៉ែបងប្អូននិយាយទៅគឺថាជើងផ្សិតនឹងរសជាតិដូចសាច់គោអញ្ចឹងសម្រាប់អ្នកដែលចង់សម្រាប់គីឡូគឺត្រូវមែនតើលក្ខណៈថាហាមចិត្តខ្លួនឯងញ៉ាំសាច់អត់កើតអីអញ្ចឹងណាគឺមកញ៉ាំជើងផ្សិតនេះគឺជំនួសបាន 100% ហ្មងហើយសម្រាប់មីស៊ុបរបស់គាត់វិញពុកម៉ែបងប្អូនទឹកស៊ុបហ្នឹងគឺគាត់ធ្វើរសជាតិកដារសជាតិល្មមរសជាតិស្រាលអត់មានដិតទៅខាងណាទេព្រោះដោយសារតែអ្នកបួសគឺគេអត់ញ៉ាំរសជាតិដិតទេគឺអញនិយាយបានថាម្ហូបបួសនេះគឺជាម្ហូបសម្រាប់គីឡូហើយអាចជ្រលក់ជាមួយនឹងទឹកជ្រលក់របស់គាត់បែបនេះឬមួយក៏ចាក់ទឹកម្ទេសបែបនេះក៏បានដែរហើយបើថាម្ទេសឆារបស់គាត់វិញគឺទំនងមែនតើសម្រាប់ម្ទេសឆាក៏គាត់មានលក់ដែរពុកម៉ែបងប្អូនដូចជា Twister ឃើញគាត់មានដាក់ជាកំប៉ុងលក់មួយកំប៉ុងដូច5000 10000អីអញ្ចឹងណាប៉ុន្តែម្ទេសឆាគាត់ the best ហើយឆ្ងាញ់ហ្មងឥឡូវនេះគឺថា Twister ចាប់ដើមញ៉ាំហើយនិយាយទៅគឺថាអូញាប់មាត់ញាប់កមែនតើព្រោះដោយសារតែប៉ះរបស់ឆ្ងាញ់ហើយ Twister គឺថាឲ្យតែរបស់ណាអត់សូវឡើងគីឡូអីចាប់ដើមដើរស្វែងរកឥឡូវនេះព្រោះដោយសារតែឥឡូវឡើងគីឡូមែនតើមួយរយៈនេះគឺថាផ្ទុះចង់60គីឡូហើយខាងនេះគឺជាប្រភេទគៀវរបស់គាត់សម្រាប់គៀវក៏ឆ្ងាញ់ដែរពុកម៉ែបងប្អូនហើយខាងនេះគឺជាប្រភេទបាយឆារបស់គាត់ដែលមានដាក់ជាមួយនឹងស្ពៃក៏ដូចជាផ្សិតបួសរបស់គាត់ហើយ Twister ជាប់មាត់ជាប់ចិត្តជាមួយនឹងផ្សិតបួសហ្នឹងមែនតើ Twister អត់ដែលដឹងថាផ្សិតហ្នឹងគឺឆ្ងាញ់ខ្លាំងដល់ថ្នាក់ហ្នឹងទេហើយខាងនេះវិញគឺជាប្រភេទបាយឆាម្រះព្រៅនិយាយទៅគឺថានៅកន្លែងគាត់ឆ្នៃបានច្រើនមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅញ៉ាំអីគឺថាអាចទៅបានដែលទីតាំងរបស់គាត់ហ្នឹងគឺនៅខាងក្រោយវាំង Twister នឹងដាក់ Google Map នៅលើ caption ក៏ដូចជានៅក្នុង comment ណាហើយសម្រាប់នៅទីតាំងរបស់គាត់វិញគឺមានបើកលក់ចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង8យប់ហើយឆាប់ខាងមុខហ្នឹងដូចជាខ្ទង់ថ្ងៃទី8ខែ3គាត់នឹងបើកសាខាមួយទៀតនៅខាងសានសុកណាសម្រាប់សាខាទី2របស់គាត់គឺស្អាតមែនតើចេញមកគឺបែបលក្ខណៈ premium តែម្ដងទៅថតរូបក៏បានទៅញ៉ាំបែបលក្ខណៈជួបជុំគ្រួសារក្រុមការងារអីក៏បានដែរអញ្ចឹងសម្រាប់វីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេបាយ